Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាចំពោះថ្ងៃនេះដែរគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយកមុខនេះ free មិនខានមុខហ្នឹងគឺយើងអាចទទួលបានគ្រប់គ្នាហ្មងឥឡូវយើងក៏មកខាត់ពេលយូរយើងចូលទៅយកហ្មងទៅចឹងជាដំបូងអ្នកគ្នាត្រូវតែវាអាវតារជើងធំជាមុនសិនដោយសារតែនៅពេលដែលអ្នកទាំងគ្នាវាជាមួយនឹងអាវតារជើងតូចគឺវាអត់ connect មុខនឹងឲ្យយើងទេបន្ទាប់ពីអ្នកទាំងគ្នាដាក់ជាមួយនឹងអាវតារជើងធំនឹងហើយអ្នកទាំងគ្នាចូលមក body មកហើយអ្នកទាំងគ្នាចូលទៅ head ឬក៏ក្បាលនឹងបន្ទាប់មកអ្នកគ្នាដកក្បាលនឹងចេញមកអូខេអ្នកគ្នាអញ្ចឹងបន្ទាប់ពីអ្នកគ្នាធ្វើតាមនឹងរួចរាល់ហើយអ្នកទាំងគ្នាគ្រាន់តែចេញពីកន្លែងតែងខ្លួនអាវតារយើងនឹងហើយអ្នកគ្នាចុចចូលទៅអាវៈនេះមកចំពោះវគ្គហ្នឹងខ្ញុំជឿថាគ្នាយើងស្គាល់ច្រើនខ្លាំងមែនតើអញ្ចឹងអ្នកគ្នាគ្រាន់តែចូលទៅកាន់ map នឹងសិនមកអញ្ចឹងឥឡូវហ្នឹងគឺយើងចូលមកដល់នៅក្នុងវគ្គហ្នឹងហើយអ្នកទាំងគ្នាបន្ទាប់ពីយើងចូលមកដល់វគ្គឬក៏ map ហ្នឹងហើយអ្នកទាំងគ្នាចូលមកពី catalog នៅពេលដែលយើងចូលមកដល់កន្លែងនេះអ្នកទាំងគ្នាចូលមកពាក្យថា face នៅពេលដែលអ្នកទាំងគ្នាចុចហើយវានឹងនាំអ្នកទាំងគ្នាមកកន្លែងនេះអញ្ចឹងគ្នាយើងចូល woman face ហើយយើងធ្វើការយកជាមួយនឹងមុខមួយនឹងមកអញ្ចឹងឥឡូវយើងបានមួយ step ហើយអ្នកទាំងគ្នាបន្ទាប់មកទៀតយើងចូលទៅពាក្យថា character បន្ទាប់មកទៀតអ្នកទាំងគ្នាចូល search មកកន្លែងហ្នឹងដែរគឺយើងដាក់ថា freeអូខេអញ្ចឹងដល់ពេលដែលវាចេញអញ្ចឹងអ្នកទាំងគ្នាត្រូវរក character ដែលមានឈ្មោះថា Dennis បន្ទាប់មកអ្នកទាំងគ្នាចុចទៅលើតួអង្គមួយហ្នឹងហើយចូលពាក្យថា see item អញ្ចឹងវានឹងចេញជាបែបនេះគ្នាយើងចាំបន្តិចទៅដល់ពេលដែលវាចេញអស់អញ្ចឹងហើយអ្នកទាំងគ្នាស្វែងរកជាមួយនឹងមុខហើយអ្នកទាំងគ្នាពាក់ជាមួយនឹងមុខនឹងមកអញ្ចឹងតែប៉ុណ្្នឹងមកគឺយើងបានមុខមួយនឹងហើយអ្នកគ្នាឃើញអត់អ្នកគ្នាចេញមកវិញមកគឺឃើញជាបែបហ្នឹងហើយតែអត់ទាន់ហើយអ្នកទាំងគ្នាអញ្ចឹងគឺយើងនៅសាវទៀតណានៅពេលដែលអ្នកទាំងគ្នាធ្វើបែបហ្នឹងរួចរាល់អស់ហើយអ្នកទាំងគ្នាធ្វើការចូលមករូប Roblox ហ្នឹងមកហើយអ្នកទាំងគ្នាចូលទៅពាក្យ new Roblox outfit ចំពោះកន្លែងហ្នឹងអ្នកទាំងគ្នាចាំវាបំផ្លែតសិនទៅចឹងឥឡូវហ្នឹងគឺវាចេញឲ្យយើងហើយអ្នកទាំងគ្នាចូលពាក្យ save to Roblox ហើយយើងចុចពាក្យថា yes ហើយអ្នកទាំងគ្នាចុចពាក្យ OK ហ្នឹងមកដល់កន្លែងនេះយើងចូលពាក្យ new outfit បន្ទាប់មកយើងចុច yes ម្ដងទៀតកន្លែងហ្នឹងគឺអ្នកទាំងគ្នាដាក់អីក៏បានដែរស្រេចតែចិត្តគ្នាយើងទេអ្នកគ្នាដាក់អក្សរអីក៏បានដែរគ្នាយើងអ្នកទាំងគ្នាដាក់ហើយអ្នកទាំងគ្នាគ្រាន់តែចុចពាក្យថា confirm ហ្នឹងអ្នកទាំងគ្នាចេញពីវគ្គមួយហ្នឹងសិនមកឥឡូវហ្នឹងគឺយើងចេញពីវគ្គមួយហ្នឹងហើយអ្នកទាំងគ្នាចូល character របស់យើងសិនចឹងនៅពេលដែលអ្នកទាំងគ្នាចូលមកដល់ហើយយើងចូលពី avatar ហើយយើងចុច avatar ដែលយើងបាន save មិញហ្នឹងតែប៉ុណ្្នឹងមកគឺយើងបានជាមួយនឹងមុខមួយហ្នឹងហើយមួយវិញទៀតបើសិនជាអ្នកទាំងគ្នាបើកជាមួយនឹង avatar ហ្នឹងហើយប៉ុន្តែវាអត់ចេញជាមួយនឹងមុខបែបហ្នឹងចេញជាមុខធម្មតាបែបនេះអ្នកទាំងគ្នាគ្រាន់តែចូលទៅកាន់ពី animation ហើយអ្នកទាំងគ្នាចុចទៅលើខាងក្រោមគេអ្នកគ្នានឹងដាក់ឲ្យមើលបន្ទាប់មកអ្នកគ្នាអាចដកវិញមែនតែប៉ុណ្្នឹងមកគឺយើងអាចប្រើជាមួយនឹងមុខនឹងបានហើយចំពោះវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូលក្ខណៈបែបហ្នឹងច្រើនទៀតគឺខ្ញុំនឹងធ្វើទៀតអញ្ចឹងណាហើយអរគុណគ្នាដែលបានមើលវីដេអូហ្នឹងដល់ចប់ចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ